ទីមួយគឺអត្ថប្រយោជន៍មែនទេបាទថាប្រយោជន៍ហេតុអ្វីសំណួរសួរថាហេតុអ្វីបងប្អូនដាក់ពាក្យកម្មវិធី EB3 តាមក្រុមហ៊ុន Communication ហេតុអ្វីបានជាដាក់ពាក្យតាម MC ដោយសារសង្ខេបណាគ្រូបាទដោយសារតែទី1យើងមានក្រុមហ៊ុនមានបទពិសោធន៍បាទទី2ទំនុកចិត្តបាទទី3យើងមានចុះបញ្ជីត្រឹមត្រូវយើងមានការិយាល័យនៅខ្មែរនិងនៅអាមេរិកបាទទី4យើងមានបទពិសោធន៍យកមនុស្សយកបងប្អូន EB3 មកតាមកម្មវិធីយើងហើយទី5មួយទៀតហ្នឹងគឺនៅពេលដែលបងប្អូនមកដល់អាមេរិកបងប្អូនអត់បារម្ភទេយើងមានប្រឹក្សាយោបល់ព្រោះយើងនៅនៃស្រាប់បងប្អូនមកដល់មិនថាការរស់នៅមិនថាការទិញម្ហូបអាហារមិនថាកូនចុះឈ្មោះចូលរៀនបងប្អូនខលមកសួរព័ត៌មានចោះយើងនឹងផ្ដល់ជូនព័ត៌មានឲ្យបងប្អូនមិនឲ្យបងប្អូនកង្វល់ទេបាទមិនមែនថាអូបងប្អូនជាប់មកហើយនៅត្រឹមតែស្ថានទូតគាត់ទៅជាប់ហើយប្រឡែងដៃអត់ទេបាទអញ្ចឹងបងប្អូនបាច់បារម្ភទេហើយចំណុចទី6ហ្នឹងគឺមុននឹងបងប្អូនដាក់ពាក្យគឺយើងផ្ដល់ប្រឹក្សាយោបល់ក្បាយតាក់ទងជំងឺតាក់ទងឯកសារត្រឹមត្រូវឬអត់បាទមិនមែនថាអូបងប្អូន100នាក់ដាក់ទាំងបានទាំង100នាក់មែនទេបងប្អូនខ្លះគាត់មានលក្ខខណ្ឌខ្លះដែលមានបញ្ហាជំងឺមិនអាចដាក់បានបងប្អូនខ្លះមានបញ្ហាឯកសារបាទពិបាកក្នុងការដាក់ពាក្យគឺយើងជំរាបជូនព័ត៌មានបាទច្បាស់ចឹងបងប្អូនណាបាទចាគុណច្រើនបងហើយចំណុចទី2សង្ខេបពីក្រុមហ៊ុនដែលបងប្អូនដែលចង់ដាក់ពាក្យមកតាមក្រុមហ៊ុនណាតាមក្រុមហ៊ុនពួកយើងហ្នឹងគឺមានemployer បានន័យថាក្រុមហ៊ុនឬក៏រោងចក្រធានាបានរួចរាល់ហើយបានន័យថាឯកសារគាត់រត់រួចរាល់ហើយគឺចាប់ផ្ដើមអាចទទួលយកបងប្អូនមកធ្វើការបានគឺមាននៅរដ្ឋចរចារដ្ឋ Florida តែរដ្ឋចរចាវាមាន2ការងារបាទ either fast food បានផ្នែកលក់ burger ចាគិតលុយអីហ្នឹងលក់ burger អីហ្នឹងទទួលកំងចាទទួលកំងចាមួយទៀតការងាររោងចក្រសាច់មាន់ចាបន្ទាប់ទៀតការងារនៅ fast food ដូចគ្នាតែមាន 3-4 រដ្ឋដូចជា Arizona Michigan North Dakota and Nevada អញ្ចឹងណាបងប្អូនចាហើយបន្ទាប់ទៀតមានការងារនៅជាអូតាយចាអូតាយផ្នែកសម្អាតឬក៏ផ្នែករៀបចំម្ហូបបងប្អូនអាចជ្រើសរើសផ្នែកមួយណាបានអញ្ចឹងណាចានៅរដ្ឋ Colorado បងប្អូនណាចាបន្ទាប់ទៀត outdoor ចាការងារ outdoor labor បងប្អូនដែលចាប់អារម្មណ៍ចង់ធ្វើការងារផ្នែកធ្វើខាងក្រៅបានន័យថាដូចជាការងារគេលាយសំងលាយអញ្ចឹងណាចាក់សាបអញ្ចឹងទៅចានិយាយរួមទៅការងារមកផ្ទះអញ្ចឹងចាការងារខាងក្រៅបងប្អូនណាចាហ្នឹងមាន4រដ្ឋចាមាន Virginia South Carolina Georgia ជាមួយនឹងsorry Florida បងប្អូនវាផ្លេចការងាររដ្ឋដីដូចអាកាសធាតុដូចស្រុកខ្មែរបាទ Florida បងប្អូនណាចាហ្នឹងហើយអញ្ចឹងមានប្រហែលចំណុចហ្នឹងវាអាចខ្ញុំអត់បាន detail ការងារទាំងអស់វាមានច្រើនដែរថ្ងៃនេះបើកបានច្រើនអញ្ចឹងបងប្អូនតំណែងមកមុត communication តាម page តាម link Telegram ឬក៏ Facebook ក៏បានដែរបងប្អូនណាអញ្ចឹងរឿងមកលេងបងប្អូនទី3ចារឿងមកលេងបើសិនបងប្អូនចង់មកលេងសហរដ្ឋអាមេរិកបាទសូមតាក់ទងសួរព័ត៌មានពីឥឡូវទៅព្រោះតាក់ទងជាមួយនឹងបងប្អូនខ្លះគាត់ចង់មកមើលគាត់មានផលិតផលចង់យកមកលក់នៅស្រុកអាមេរិកយកមកលក់ផលិតផលខ្មែរយកមកលក់នៅស្រុកគេបងប្អូនណាបាទតាក់ទងពីឥឡូវទៅព្រោះខែ5ខែ6យើងចាប់ផ្ដើមអញ្ចឹងយើងមានថ្ងៃសម្ភាសច្រើនបើបងប្អូនអត់តាក់ទងពីខែហ្នឹងខែក្រោយទេគៀកថ្ងៃពេកអត់មានថ្ងៃសម្ភាសអញ្ចឹងហួសថ្ងៃបាទអញ្ចឹងអាចតាក់ទងមកបានហើយមួយទៀតបងប្អូនខែ5គឺជាខែដែលគេហៅថាទទួលសញ្ញាបត្រមិនថាកូនមិនថាចៅក្មួយមករៀននៅអាមេរិកទេខែ5ហ្នឹងគឺជាខែដែលគេបើនិយាយអត់ទៅថាភាគរយជាប់ច្រើនថាលោកតាលោកយាយអ៊ំពូមីងចង់មកទទួលសញ្ញាបត្រជួយទទួលសញ្ញាបត្រកូននេះថាមកថតរូបថតអីអបអរសាទរកូនចៅជាប់សញ្ញាបត្រអញ្ចឹងគឺខែ5ហ្នឹងគឺវីសាច្រើនណាបងប្អូនណាបាទដែលទទួលបានវីសាច្រើនដោយសារគេអនុញ្ញាតឲ្យគ្រួសារដូចលោកយាយដូចជាអ៊ំដូចជាម្ដាយឪពុកមកជួយទទួលសញ្ញាបត្រកូនថតរូបថតអីចឹងណាបាទភាគច្រើនបាទអញ្ចឹងតាក់ទងពីឥឡូវទៅបងប្អូនមកអញ្ចឹងទៅខែ5ខែ6អត់មានថ្ងៃសម្ភាសទេលោកទៅខែ7ហួសខែបាទអរគុណអញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកគ្រូអញ្ចឹងថ្ងៃហ្នឹងក៏សូមអរគុណបងប្អូនទាំងអស់គ្នាហើយចិត្តដល់ឱកាសចូលឆ្នាំខ្មែរប្រពៃណីផងបាទអញ្ចឹងក៏សូមជូនបងប្អូនទាំងអស់គ្នាធ្វើដំណើរចិត្តឆ្ងាយសូមឲ្យសុខភាពខែសុខភាពហូបចំណីចំណុកអីសូមប្រយ័ត្នប្រយែងហើយហូបបន្លែបានច្រើនហើយមួយទៀតសូមឲ្យការរកទទួលទានរបស់បងប្អូនលោកពូអ្នកមីងលោកតាលោកយាយមានចំណូលហូរចូលច្រើនហើយអ្វីដែលសំខាន់ជាងគេនោះគឺសុខភាពល្អហើយនឹងសំណាងល្អទៅកន្លែងណាធ្វើការងារអីឲ្យជួបតែរឿងល្អជួបតែរឿងជោគជ័យហើយនឹងចំណូលចូលច្រើនហេងនិយាយទៅថាសំណាងឆ្នាំថ្មីហេងទាំងអស់គ្នាណាបងប្អូនណាខាងខ្ញុំនិងអ្នកគ្រូវិកីមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹងហើយក៏សូមជម្រាបលាបងប្អូនប៉ុណ្្នឹងសិនចាំជួបគ្នាឱកាសក្រោយទៀតបាទសូមអរគុណបាទសូមជម្រាបលាបាទ